រឿងស្រីមានគូកំណាន់អំណាចកាមរាគៈនាំឲ្យកើតដំរេកក្នុងវត្ថុមិនគួរសេចក្តីដំណាលថាមានភិក្ខុប្រព្រឹត្តបណ្ឌបាតមួយអង្គរៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តាហើយចូលទៅកាន់ឧទ្យានចាស់មួយដើម្បីធ្វើសមណធម៌លំដាប់នោះមានស្ត្រីម្នាក់មានរូបរាងស្រស់ល្អឆើតលើសនារីទាំងអស់ក្នុងនគរបានណាត់ពេលនឹងបរិសគូកំណាន់ម្នាក់ឲ្យទៅជួបគ្នាក្នុងទីឈ្មោះឯណោះដើម្បីនឹងសប្បាយដោយមគ្គសង្វាសប្រព្រឹត្តកន្លងប្រពៃណីវង្សត្រកូលនាងក៏ទៅចាំមុនបុរសនោះបែរជាមិនបានទៅក្នុងពេលដែលណាត់គ្នាកាលនាងលំខុតរងចាំមើលផ្លូវគូកំណាន់យូរពេកកាមរាគៈក៏ដុតរលរៀលក្នុងសារពាង្គកាយកើតសេចក្តីអផ្សុកជាអស្ចារ្យព្រោះមិនបានគូគប់មកប្រឡែងគ្នាលេងក៏ដើរចុះដើរឡើងច្រាស់ច្រាលដូចជាមាន់រកពងទើបចូលទៅក្នុងឧទ្យានឃើញព្រះថេរៈកំពុងពេនភ្នែនធ្វើសមណធម៌ក៏ក្រឡេកមើលនាយអាយក្រែងគេមើលឃើញលុះមិនមានឃើញអ្នកដតីក៏គិតថាភិក្ខុនេះក៏បរោះដែរអញនឹងប្រឡោមលោកឲ្យភ័ន្តភាំងដោយសាកាមទេពម្ដងទើបទៅឈរចំពីមុខព្រះថេរៈអាក្រាតកាយបញ្ចេញស្ត្រីភាពឲ្យច្បាស់ធ្វើអាការៈញេះញោះរួចទើបស្លៀកវិញនឹងរំសាយសក់ផ្អៀងផ្អងធ្វើកទុនចុះទុនឡើងបែរថ្ពាល់ឲ្យលោកឃើញរួចក៏ទះដៃសោយក្អាកក្អាយញញឹមប្រឹមប្រៃតែម្នាក់ឯងដើម្បីឲ្យព្រះថេរៈមានដំរេកតាមវត្ថុបំណងរបស់ខ្លួនជាស្រីអន្តពាលដែលកំពុងស្រវឹងដោយកាមរាគៈតែឥតអំពើសោះព្រះថេរៈរឹងរិតតែកើតសង្វេគមានចិត្តនឿយណាយក្នុងកាមគុណទាំង5មានរូបជាដើមជាពុនពេកទើបលោកគិតថាហេតុនេះដោយម្ដេចណកាលព្រះសាស្តាប្រមាលមើលភិក្ខុរៀនកម្មដ្ឋានក្នុងសំណាក់ព្រះអង្គហើយនៅក្នុងឧទ្យានដើម្បីធ្វើសមណធម៌នោះតើប្រព្រឹត្តទៅយ៉ាងណាក៏បានជ្រាបថាស្ត្រីនោះកំពុងតែប្រព្រឹត្តអនាចារចាយចង់ភិក្ខុនោះផងនិងសេចក្តីសង្វេគដែលកើតឡើងដល់លោកផងទើបពោលថាមនាលភិក្ខុទីនោះមិនមែនជាកន្លែងត្រេកត្រអាលសមោសររបស់អ្នកស្វែងរកកាមទាំងឡាយទេគឺជាទីសម្រាប់ជនដែលមានរាគៈទៅប្រោសហើយរីករាយទេតើទើបត្រាស់សម្ដែងថារមណីយានិអរញ្ញានិយដ្ឋនរមតិចណោរីតរាគារមេនសន្តិរមេសន្តិអ្នកទេកាមមគ្គវេសិណោប្រៃណាដែលជនមិនរីករាយប្រខៃណាស្របទាំងឡាយជាអ្នកអស់រាគៈមិនមែនជាអ្នកស្វែងរកកាមតែងរីករាយក្នុងព្រៃនោះលុះចប់ធម៌ទេសនាភិក្ខុនោះបានសម្រេចអរហន្តព្រមដោយបដិសម្ភិទាទើបហោះឈានមកថ្វាយបង្គំព្រះបាទទាតថាគតរីឯស្ត្រីលំខុតនោះអស់សង្ឃឹមនឹងបានរួមរយៈមេត្រីស្នេហាក៏វិលត្រឡប់ទៅផ្ទះវិញ